ជប៉ុនត្រៀមចាប់ផ្ដើមដំណើរការរោងចក្រនុយក្លេអ៊ែរធំបំផុតលើពិភពលោកតំបន់នីកាតានៃប្រទេសជប៉ុនត្រូវបានគេរំពឹងទុកថានឹងអនុម័តការសម្រេចចិត្តក្នុងការចាប់ផ្ដើមដំណើរការរោងចក្រថាមពលនុយក្លេអ៊ែរធំបំផុតលើពិភពលោកនៅថ្ងៃច័ន្ទនេះដែលជាពេលវេលាសំខាន់មួយក្នុងការវិលត្រឡប់ទៅរកថាមពលនុយក្លេអ៊ែររបស់ប្រទេសនេះបន្ទាប់ពីគ្រោះមហន្តរាយហ្វូគូស៊ីម៉ាក្នុងឆ្នាំ2011រោងចក្រកាស៊ីវ៉ាហ្សាគីការីតាដែលមានទីតាំងនៅប្រមាណ220គីឡូម៉ែត្រភាគពាយព្យនៃទីក្រុងតូក្យូគឺជាផ្នែកមួយក្នុងចំណោមរេអាទ័រ54ដែលត្រូវបានបិទបន្ទាប់ពីរញ្ជួយដីដ៏ខ្លាំងក្លានិងរលកស៊ូណាមីដែលបានបំផ្លាញរោងចក្រហ្វូគូស៊ីម៉ាដៃឈីដែលជាគ្រោះមហន្តរាយនុយក្លេអ៊ែរដ៏អាក្រក់បំផុតចាប់តាំងពីឆេណូប៊ីលចាប់តាំងពីពេលនោះមកជប៉ុនបានចាប់ផ្ដើមដំណើរការ14ក្នុងចំណោមរេអាទ័រ33ដែលនៅសេសសល់ដើម្បីកាត់បន្ថយការពឹងផ្អែកលើឥន្ធនៈហ្វូស៊ីលនាំចូលរោងចក្រកាស៊ីវ៉ាហ្សាគីការីវ៉ានឹងក្លាយជារោងចក្រដំបូងដែលដំណើរការដោយក្រុមហ៊ុន Tokyo Electronic Power Co ដែលជាក្រុមហ៊ុនដែលគ្រប់គ្រងរោងចក្រហ្វូគូស៊ីម៉ាដែលត្រូវបំផ្លាញលោកម៉ាសាកាត់ស៊ូតាកាតាអ្នកនាំពាក្យរបស់ TIPCO បាននិយាយថាយើងនៅតែបដិញ្ញាយ៉ាងមុតមាំក្នុងការមិនធ្វើឲ្យគ្រោះថ្នាក់បែបនេះកើតឡើងម្ដងទៀតនិងធានាថាប្រជាជននីកាតាមិនដែលជួបប្រទះអ្វីស្រដៀងគ្នានេះទេ